Và như số nên ở này cái dương một phương antigra để cái thọ tranh lòng một đụcในឆ្នាំ2021តែប៉ុន្តែមាន3លំហាត់តែខ្ញុំយកពីលំហាត់មកធ្វើសិនហើយតទៅធ្វើចប់ពីលំហាត់ហ្នឹងខ្ញុំយកទៅធ្វើលំហាត់អក្សរការមួយទៀតអញ្ចឹងគឺ antigra e គឺកំណត់ពី0ទៅ1 3x ក្រេដក 2x បូក 1 dx អញ្ចឹងយើង antigra មក antigra x គុណ n ទេមេគុណវាយើងមិនធ្វើអីទេ antigra x ក្រេបាន x គីបលើ3 antigra x បាន x ក្រេចែកជា2 antigra 1បាន x យើងកំណត់ពី0ទៅ1មកយើងអាចសម្រួលសិនទៅយើងចាំយើងជំនួសក្រោយដោយសារកាលណាយើងសម្រួលខ្លះទៅវាងាយក្នុងការគណនាលេខអញ្ចឹងសម្រួលទៅនៅសល់ x គីបដក x ការ៉េបូក x គឺយើងកំណត់ពី0ទៅ1មកយើងចាប់ផ្ដើមជំនួសលេខ1ចូលបាទអញ្ចឹងបាន1គីបដក1ការ៉េបូក1ចាំមកយើងជំនួសលេខ0ចូលម្ដងបាទអញ្ចឹងយើងគណនាទៅបាន1ដក1អស់អញ្ចឹងចម្លើយវាស្មើដល់1អញ្ចឹង antigra នេះគឺចម្លើយវាស្មើ1ងាយមែនតើ antigra អក្សរ e នេះគឺយើងធ្វើតែមួយផ្លែតទៅឃើញចម្លើយបាត់ហើយចំពោះ antigra អក្សរ c នេះវិញគឺយើងធ្វើដូចគ្នាចឹងដែរតែយើងអនុវត្តឲ្យចូលរូបមន្តមួយហើយខ្ញុំសេរូបមន្តនេះចោះគឺ s' នៃ x លើ s នៃ x បែបនេះខណៈចូលរូបមន្តបែបហ្នឹងគឺស្មើទៅនឹង ln បាយហៅ ln អញ្ចឹងទៅនេះយើងអនុវត្តឲ្យចូលរូបមន្តហ្នឹងមកអញ្ចឹងស៊ីសងលើយើងតម្រូវភាគយកនេះមិនឲ្យវាតម្រង់ដូចវាបែងហើយមាន prim អញ្ចឹងខ្ញុំអាចដាក់ថាបែបនេះថា ស្គន x បូក1 prim កាលណាដាក់បែបនេះ derivative នេះទៅចេញ ស្គន x វិញហើយវាចូលតម្រង់ហ្នឹងបាទកាលណាចូលតម្រង់ហ្នឹងយើងអាចអនុវត្តតាមរូបមន្តនេះបានហើយគឺស្មើ ln តម្លៃដាច់ខាត ស្គន x បូក1បាទកំណត់ពី0ទៅ1តើមកយើងជំនួសធម្មតាមកយើងដល់វគ្គជំនួសហើយព្រោះយើង antigra ហើយអញ្ចឹងបាន ln ស្គន1បូក1ដក ln ស្គន0បូក1អញ្ចឹងយើងដឹងហើយអានេះ ln ស្គនបូក1ដដែលស្គន0ស្មើ1អញ្ចឹង1 2អញ្ចឹងបាន ln 2ឡើងនេះអញ្ចឹង ln ផលដកបែបនេះហើយយើងអនុវត្តតាមរូបមន្តមួយទៀតគឺបើខ្ញុំដាក់ឡើងនេះចោះកន្លែងសិស្សមាន ln a ដក ln b បែបនេះអាចសរសេរបែបនេះបាននេះរូបមន្តវានេះគឺជារូបមន្តរបស់វាមួយដែរអញ្ចឹងសិតតែរូបមន្តអញ្ចឹងអាហ្នឹងគឺស្មើគេ ln បូក1ចែកជា2នេះគឺជាចម្លើយលំហាត់ e និង c របស់យើងដែលគេធ្លាប់ចេញប្រឡងបាក់ឌុបឆ្នាំ2021គឺងាយមែនតើហើយយើងធ្វើទៅនឹងបានបន្ទុកបាត់នេះអត់ពិបាកទេបើសិនជាសិស្សគាត់វឹកហាត់លំហាត់ច្រើនវិញ្ញាសាមុននឹងទៅប្រឡងបាក់ឌុបកូនលំហាត់សម្រាប់ពួកគាត់ទេបាទនិយាយទៅមើលអក្សរការមួយទៀតតោះអក្សរការពិបាកប៉ុណ្ណា